ថ្ងៃនេះដែរយើងមិនដឹងពីរបៀបសម្ងាត់មេរោគនៅក្នុងកុំព្យូទ័ររបស់យើងទាំងអស់គ្នាអូខេសួស្តីអ្នកនរគ្នាថ្ងៃនេះដែរយើងមិនដឹងពីរបៀបសម្ងាត់មេរោគនៅក្នុងកុំព្យូទ័ររបស់យើងឲ្យកុំព្យូទ័រយើងដើរលឿនហើយកុំឲ្យខាត់ពេលយូរយើងទៅកាន់ Windows on ដល់មកយើង search ពាក្យថា prefix បើយើងវាយពាក្យថា prefix ហ្នឹងហើយយើងចុច OK ឬ tick key enter តែបន្តមកយើងចុច continue បន្តមកទៀតអ្នកទាំងអស់គ្នាគឺថា select all មក Ctrl A របស់យើង delete តែ key delete ណាយើងលុបវាចោល file ហ្នឹងណាហើយយើងធ្វើការ script មកនេះជា file ដែលយើងអាចលុបបានទេបន្តមកទៀតយើងធ្វើការខ្វែងវាចេញមកយើងទៅចូលទៅវាយចុចពី Windows on បន្តទៀតហើយយើងវាយពាក្យថា tab ហើយចុចពាក្យ tab ហើយយើងចុច continue ហ្នឹងមកបន្តមកយើង continue ហើយយើងធ្វើការ Ctrl A select all ហ្នឹងបន្តមកយើងធ្វើការ delete វាយើងនិយាយ script វាចេញមកយើងលុបហើយយើងធ្វើការខ្វែងវាចោលបន្តមកទៀតយើងធ្វើការវាយ Windows on បន្តទៀតយើង search ពាក្យថាភាគរយ tab ភាគរយនេះវាយតាមហ្នឹងមកបន្តមកអ្នកចុចពាក្យថា OK ហើយអ្នកធ្វើការCtrl A មកហើយយើង delete វាចោលមកនេះជា file តែអត់ប្រយោជន៍ទេយើងធ្វើការ continue មកហ្នឹងហើយយើងធ្វើការ script វាចោលមកอะไรនេះអូខេធ្វើការខ្វែងចោលមួយបន្តមកយើង delete ហើយយើងអាចចូលទៅក្នុងធុងសម្រាមបាននេះក្នុងសម្រាមដែលយើង file មេរោគដែលយើងអត់ប្រយោជន៍ហ្នឹងដែលយើងលុបចេញយើងធ្វើការលុបវាចោលហើយដាក់វាក្នុងកុំព្យូទ័ររបស់យើងមកបាទអូខេបន្ទាប់ពីយើង delete ចាស់ហើយយើងធ្វើការទៅសម្អាតនៅក្នុង drive C មួយទៀតយើងវាយ Windows ចុច key Windows on បន្ទាប់យើងវាយពាក្យថា clean MTR ហើយចុចថា OK ទៀតតែនេះដែរអ្នកគ្នាតិចវាទាំងអស់មកតែយកវាទាំងអស់ដល់ពេលអ្នកនេះចុចពាក្យថា clear file មកតែចុចពាក្យថា OK គឺធ្វើការ clear file របស់យើងដល់នេះដែរយើងអ្នកគ្នាចុចពាក្យថា OK ហើយចូលមកចុច delete file មកគឺវានឹងធ្វើការ delete file ដែលនៅក្នុង drive C ដែលអត់ប្រយោជន៍របស់យើងនឹងចោលតែសម្រាប់ការធ្វើកុំព្យូទ័រវាដើរលឿននិងស្មាតមេរោគវាលោកផលអត់ប្រយោជន៍គឺមានប៉ុណ្ណឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់